នៅក្នុងអាស៊ានទាំងអស់ខ្ញុំជួបខ្ញុំមើលដល់ប្រទេសណាប្រទេសដែលតិចណាស់ដែលអត់មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងម៉ាឡេស៊ីជាមួយនឹងសិង្ហបុរីឥណ្ឌូនេស៊ីជាមួយនឹងដូចសិង្ហបុរីថៃម៉ាឡេស៊ីបញ្ហាដែលបន្សល់ពីចំនួនអាណានិគមរាប់រយឆ្នាំមកប៉ុន្តែការជ្រើសរើសក្នុងការដោះស្រាយគឺយកវិធីសាស្ត្រសន្តិវិធីនិយាយគ្នាកន្លែងខ្លះគេទៅ ICJ កន្លែងខ្លះគេមានគណៈកម្មការទ្វេភាគីធ្វើការដោយមិនប្រើការបាញ់គ្នាការកំហឹងឬក្តៅដាក់គ្នាយើងក៏មានដែរជាមួយថៃតាំងពីឆ្នាំ2000មកយើងបានធ្វើការកំណត់បកគោល74បកគោលរួចទៅហើយបកគោលវាមានលេខ73វាអត់មានលេខ74ទេប៉ុន្តែបកគោលលេខ22មាន 22A 22B អញ្ចឹងវារាប់ទៅ74យើងបានកំណត់ជាមួយគ្នារួចទៅហើយនីតិវិធីត្រូវធ្វើទៅទៀតប្រហែលថ្ងៃទៀតត្រូវមានការជួបគ្នារវាងគណៈកម្មការមកនិយាយគ្នាដោះស្រាយបញ្ហាកម្ពុជាគ្មានគោលបំណងរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់អ្នកណាហើយក៏យើងមិនអោយអ្នកណាមករំលោភយើងដែរនេះជាគោលការណ៍ប៉ុន្តែដោះស្រាយយ៉ាងម៉េចគឺដោះស្រាយតាមគោលការណ៍ដោយប្រទេសអាស៊ានផ្សេងទៀតគេធ្វើជាមួយគ្នាមានគណៈកម្មការព្រំដែនមានច្បាប់អន្តរជាតិមានសន្ធិសញ្ញាអនុសញ្ញាតែយើងធ្វើ20ឆ្នាំហើយដែលយើងអាចឲ្យប្រជាជនដកដង្ហើមបាននៅពេលដែលមន្ត្រីទទួលខុសត្រូវមិនឲ្យប្រជាជនមករងជុលមុខបែបគ្នានេះហើយគឺជាអ្វីនៃការត្រៀមពន្លត់ចំនួនបាទហើយបើគ្មានការឯកភាពគ្នាទ្វេភាគីគ្មានពីណាបាត់អីទេត្រូវតែមានការឯកភាពគ្នាបាទច្បាប់គឺចឹងបាទហើយយើងប្រើប្រាស់យន្តការច្បាប់យន្តការអន្តរជាតិដើម្បីជួយនៅក្នុងការដោះស្រាយបញ្ហានេះ